ព្រះរាជកុមារទាំងពីរបានថ្លែងសរនៅក្នុងព្រៃធ្វើឲ្យរង្គើព្រះធរណីរំពើកញាប់ញ័រដល់នគរសមរភូមិជ័យដែនដីព្រះរាមាព្រះរាមទ្រង់បានឲ្យហនុមានរៀបចំទ័ពទៅច្បាំងនឹងបុត្រារបស់ព្រះអង្គនៅក្នុងព្រៃហេមពីនាងសេដាទួញយំសោកសង្រែងអាត្មានៅមុខលោកតាអ៊ីសីពេលដែលព្រះរាមចាប់យកបុត្រាទៅជប់ព្រះលក្សណ៍បានយកថ្នាំទឹកទៅរំដោះបងប្រុសពីព្រះរាមនេះនៅនគរសមរភូមិជ័យមកវិញកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទៅទស្សនាសម្ដាប់កំសាន្តទាំងអស់គ្នានៅរឿងរីមគីវគ្គ22លុះកុមារទាំងពីរបាននាំគ្នាដើរកំសាន្តអាត្មាដើរបេះបុប្ផាចងក្រងរយីងរយោងនៅក្នុងព្រៃប្រឹក្សាអ្នកតាវរមួយថ្ងៃដើរបានឆ្ងាយបន្តិចមួយថ្ងៃដើរបានឆ្ងាយបន្តិចលុះដើរលិចដល់ព្រៃហេមពៀនឃើញដើមរាំងផ្កាស្លឹកវាធំធំបែកមែកសាខាជប់ប្រលាក់ឆ្លើយថាថ្វាយបង្គំព្រះករុណាសម្ដេចព្រះរាមបងលោកតាបានហាមថាកុំឲ្យយើងបាញ់ឈើធំធំបាញ់តែឈើតូចតូចទូបង្គំជាប្អូនមើលទៅបាញ់ឈើតូចមិនត្រូវទេបាញ់ដើមរាំងឥឡូវនឹងហៅសម្ដេចព្រះរាមបើនរណាបាញ់ខុសយើងនឹងត្រូវបាញ់ជុះរាមប្រលាក់ថាអញ្ចឹងអនុជប្អូនបាញ់ទៅជប់ប្រលាក់ដំឡើងធ្នូផ្លាប់ទាញសផ្លែវ៉ាប់ថ្លែងដាក់ខាងបាក់មេឃរាំងមួយក្រាស់ក្រែងជប់ប្រលាក់ជាប្អូនថាទូព្រះបង្គំបាញ់ត្រូវហើយព្រះរាមបងបាញ់ខុសឥឡូវទូព្រះបង្គំបាញ់ជុះបងហើយលុះរៀមព្រះលក្សណ៍ដំឡើងធ្នូផ្លាប់ទាញផ្លែសវ៉ាប់ថ្លែងដាក់ខាងរបើកគ្រឹះរាំងតំខ្ទោសសន្ធឹកដល់នគរសមរភូមិជ័យនគរក្សត្រថ្លៃសម្ដេចព្រះរាមជាឪពុកព្រះអង្គប្រែទៅមុខលាន់បន្ទូលថាវោហើយយើងសន្ធឹកនេះច្បាស់ជាក្រុងអវ័យរៀបអសុរាហោមពិធីសិលបានសិលថ្មីហើយបានតែវាចាប់សសន្ធឹកក្រឡាប់ផែនដីច្បាស់ជាសអសុរីទើបនឹងតាំងបានពិធីមើលពីភេទជាហោចាប់ក្តារមកវាយអតមើសនណាឬមួយសយៈបានបាញ់សង្ឃធ្លាក់នគរចូលទៅក្នុងមហាសមុទ្រពិភេទមកអតបប្រាប់ទៅថាបង្គំព្រះករុណាម្ចាស់ខ្ញុំនឹងហើយសព្រះដែលមានបុណ្យទើបនឹងកើតថ្មីនៅក្នុងព្រៃហេមពៀនគ្មានជំនិះជិះកំសាន្តបើសម្ដេចព្រះចៅបានព្រះដែលមានបុណ្យមកទុកនៅក្នុងនគរកាណាអវ័យរៀបអសុរានឹងបរាជ័យនឹងដៃព្រះករុណាជាមិនខានក្រាបទូលព្រះរាមទ្រង់បានលាន់បន្ទូលថាបើអញ្ចឹងគិតធ្វើដូចម្ដេចទៅបានព្រះដែលមានបុណ្យមកគង់នៅនគរយើងពិភេទបានឆ្លើយថាថ្វាយបង្គំព្រះករុណាថ្វាយវិសេសបើម្ចាស់ចង់បានព្រះដែលមានបុណ្យមកកាន់នគរយើងនឹងលុះតែម្ចាស់យកអសុភាជាជំនិះដែលម្ចាស់ធ្លាប់ជិះកំសាន្តអាត្មាលាបប្រេងលាបម្សៅធ្វើរាជសារបិទនឹងកឈ្មោះថាអពាជីហើយប្រឡែងទៅឲ្យហនុមានតាមមើលទៅបើនរណាមានបុណ្យសឹមឲ្យគាត់ចាប់ជិះបើនរណាគ្មានបុណ្យទេកុំឲ្យគាត់ចាប់ជិះឲ្យហនុមានតាមខ្វៀលអញ្ចឹងទៅបើនរណាចាប់កណ្ដាលផ្លូវត្រូវយកអ្នកនឹងមកព្រះរាមថាបើអញ្ចឹងសេនាយកអសុធូសមកលាបប្រេងលាបម្សៅទៅថាតែប៉ុណ្ណឹងសេនាទាំងអស់គ្នាបានយកអសុធូសមកលាបប្រេងលាបម្សៅរួចកាលណាធ្វើរាជសារបិទនឹងកថាឈ្មោះថាអពាជីដែលមានបុណ្យបើនរណាមានបុណ្យសឹមឲ្យជិះបើនរណាគ្មានបុណ្យទេកុំឲ្យជិះឲ្យសោះលុះប្រឡែងអសុភាវៈសេះនោះឡើងផ្លាប់ហោះមកវិញហនុមានគាត់វត្តកន្ទុយតាមរូក្អែហោះតាមគូតសេះមកធ្វើហើយហនុមានមកដល់ឃើញរាជកុមារលេងនៅក្នុងព្រៃអាចន័យចោះដីស៊ីស្មៅក្រឹបហនុមានមកដល់គាត់ចោះខ្ពកអង្គុយលើដំបូលខ្វៀលសេះធ្វើហើយបន្តិចរៀមព្រះលក្សណ៍នឹងជប់ព្រះលក្សណ៍ព្រះអង្គចេញពីកំសាន្តព្រៃតោតឃើញអាចន័យកំពុងតែស៊ីស្មៅជប់ព្រះលក្សណ៍មានបន្ទូលឆ្លើយថាថ្វាយបង្គំសម្ដេចព្រះរាមបងហើយសត្វអ្វីក៏ល្អសន្ធឹកខ្លាំងម្ល៉េះរាមព្រះលក្សណ៍លាន់ព្រះបន្ទូលថាមិនដឹងជាសត្វអ្វីទេព្រះអនុជប្អូនអើយក្នុងព្រៃហេមពៀនមានសត្វច្រើនណាស់បងស្គាល់មិនអស់ទេស្គាល់តែសត្វបាក់សាមរគីរាជសីខ្លាតូចខ្លាធំខ្លាដំបងកំប្រុកតូចកំប្រុកពណ៌កង្ហិនកង្ហែនប្រមាប្រម៉ោយប៉ុណ្ណោះជប់ព្រះលក្សណ៍ថាបើអញ្ចឹងទៅមើលឲ្យចិត្តទៅក្រាបទូលរាមព្រះលក្សណ៍ថាទៅក៏ទៅប្អូនលុះនាំប្អូនយាងមកដល់អា
ជនីអសុភាវាងើបឡើងវាទំពីអាហាររៀមប្រលាក់មើលទៅក៏ឃើញឈ្មោះថាសត្វអាពាជីរៀមប្រលាក់លាន់បន្ទូថាអព្រះអនុជប្អូនអើយនេះសត្វពាជីតើអានេះឈ្មោះសត្វពាជីជាជំនិះអ្នកមានបុណ្យបើនរណាមានបុណ្យគេឲ្យជីបើនរណាគ្មានបុណ្យទេគេមិនឲ្យជីទេជួបប្រលាក់ថាហេជីលេងទៅបើជួបអ្នកមានបុណ្យកណ្ដាលផ្លូវយើងមិនចេះឲ្យគេទៅវិញទេហើយរៀមប្រលាក់លាន់បន្ទូថាបើអញ្ចឹងព្រះអនុជប្អូនឯងឡើងជីទៅជួបប្រលាក់ឡើងជីផ្លែតរៀមប្រលាក់ឡើងផ្លាប់ហនុមានលោតបាប់ចាប់មុខសេះជាប់ហើយឆ្លើយថាណែអ្នកមុខងាត់ជីសេះយើងយកទៅណារៀមប្រលាក់មានបន្ទូឆ្លើយថាណែកំពូចជីដូនជីតាហែងគ្មានសត្វប៉ុណ្ណឹងចិញ្ចឹមនឹងគេហើយហនុមានថាហេសេះនេះសេះអញលែងឲ្យរកអ្នកដែលមានបុណ្យមើលសម្បល់ថ្លោកដូចឯងចឹងបុណ្យហើយចោះឲ្យឆាប់ទៅខំអញវាយស្លាប់ទាំងពីរឥឡូវនឹងហើយរៀមប្រលាក់ថាណែអាស្វាគុំទៅតឹងតតែងប្រហែលហែងអញទាត់នឹងចង់ធ្នូខ្វាច់ត្រូវនឹងគុំត្រជាដាច់ខ្យល់ឥឡូវនឹងហើយហនុមានថាមិនក៏មិនផ្ទាត់មកកុំហុកដាក់ខ្លាំងពេករៀមប្រលាក់យិតចង់ធ្នូផ្ទាត់ត្រូវគុំត្រជាបាច់ដាច់ខ្យល់ផឹងអសុភាហោះវឹងនាំកុមារកំសាន្តព្រៃព្រះពាយបក់វប់ត្រូវហនុមានភឹបឆេះព្រះអាទិត្យវឹបងើបឡើងក្រអែរកមើលមិនឃើញសេះហោះតាមក្តឹងដល់ទៅទាន់ក្នុងព្រៃចាប់អាជនីចំពីមុខផ្លាប់រៀមប្រលាក់វាយខ្វាប់ដាច់ខ្យល់ផឹងព្រះពាយវាយវឹងឆេះព្រះអាទិត្យភឹបងើបតាំងស្មារតីដេញចាប់អាជនីទៀតវឹងក្រោយទៀតមកដល់ចាប់មុខសេះរៀមប្រលាក់វត្តខ្វាប់ដាច់ខ្យល់ដួលតឹងជប់ប្រលាក់ថាអីនោះសម្ដេចព្រះរៀមបងវាយស្វាស្លាប់តែម្ដងប្រោះភ្លាមទៅប្រយ័ត្នបាបរៀមប្រលាក់ថាអនុជប្អូនអើយស្វានេះបងមិនមែនវាយម្ដងទេមួយថ្ងៃបងវាយស្លាប់7 ដងហើយក៏ប៉ុន្តែវាចេះតែរស់មកវិញប្អូនអើយជួបប្រលាក់ថាប្រោះភ្លាមទៅប្រយ័ត្នបាបព្រះរៀមបងតែទុកយូរទៅបាបក៏ច្រើនដែររៀមប្រលាក់ស្ដាប់បានអញ្ចឹងស្រាប់តែសូត្រអាគមផ្លុំដាក់ពីលើខ្នងសេះអាជនីវូហនុមានត្រូវខ្យល់ភូមកឆេះព្រះអាទិត្យភឹបងើបច្រងាងទះដៃដាក់ខាងថាអូហែងមិនចោះទៀតមែនទេហែងមិនចោះហេរៀមប្រលាក់ថាអីអាស្វាសចោះមិនចោះអីហែងទាញតែស្មៅចិញ្ចៀនអញមួយសរសៃមិនដាច់ផងហនុមានថាមិនដាច់ប្រហែលលោកឯងនឹងចាប់ជើងបងចំតែងទាញអាយ៉ះដល់ក្បាលឥឡូវនឹងហើយរៀមប្រលាក់ថាភ្នាល់គ្នាហីបើអញ្ចឹងហនុមានថាភ្នាល់ក៏ភ្នាល់រៀមប្រលាក់ថាអញ្ចឹងអនុជប្អូនឯងចុះទៅកុមារទាំងពីរក៏បាននាំគ្នាចុះពីលើខ្នងអាជនីរៀមប្រលាក់ចាក់ក្រៃលោតទៅបោយស្មៅចិញ្ចៀនបានមួយសរសៃមកដល់ដៃសែបអាគមផ្លុំដាក់វូផ្លុំយូសួរហនុមានថាមើលអាស្វាសឲ្យអញចងល្មិចហនុមានថាចងល្មិចចងដាក់ដៃមកក្រោយទាំងពីរមកវាស្រណុកវត្តទៅវិញផោងអញ្ចឹងទៅលោកហនុមានដាក់ដៃមកក្រោយផ្លាប់រៀមព្រះលក្ខវ៉ាប់ក្របួយស្លាប់សេកចងជាប់ស្អេកខ្សែបអាគមផ្លុំដាក់វូផ្លុំយូថាមើលហែងទាញមើលអាស្វាសហនុមានទាញងក់កញ្ឆក់ទៅដដែលទាញងក់កញ្ឆក់ទៅជាប់ដដែលទាញយូក្រែក៏នៅតែមិនដាច់ខឹងណាស់ពង្រីកសាច់ធំឡើងតឹងទៅធំឡើងតឹងទៅតឹងអើយតឹងគ្មានប្រណីហោះជ្រែកទឹកជ្រែកដីក៏នៅតែមិនដាច់ធាក់ដីខ្វាច់ហោះឡើងទៅលើធ្លោថ្វាយបង្គំព្រះព្រំអសិលកតោពីលើពពកស្អិតដល់ទៅឆ្លើយថាស្រ័យឲ្យទូព្រះបង្គំមួយផ្លែតព្រះព្រំលាន់បន្ទូថាអញមិនហ៊ានស្រ័យទេចំណងគេអ្នកមានបុណ្យឲ្យអញស្រ័យឯណាបានហនុមានថាបុណ្យហោកំតិចកំទីអញ្ចឹងបុណ្យព្រះព្រំថាបុណ្យហើយអ្នកមានបុណ្យអញមិនស្រ័យទេខឹងនឹងព្រះព្រំមិនស្រ័យផាយចុះពីពពកស្រោតមកក្រោមភ្លាមមកដល់ព្រះរាមប្រណម្យថាក្រាបទូលព្រះកូរណាស្រ័យឲ្យទូលព្រះបង្គំមួយផ្លែតព្រះរាមទ្រង់បានលាន់បន្ទូថាកើតអីទៀតហើយសេនាឯងហនុមានថាហេអាកំតិចកំទីចងទូលបង្គំនៅនឹងព្រៃក្រាបទូលស្រ័យឲ្យទូលព្រះបង្គំមួយផ្លែតទៅព្រះអង្គព្រះរាមតោតទៅលាន់ព្រះបន្ទូលថាយិះបាហនុមានអញឲ្យឯងទៅតាមរកអ្នកដែលមានបុណ្យចុះហេតុអ្វីបានជាឯងមានរឿងនឹងបេដាឲ្យបេដាស្ដេចលោកចងចំណងនេះពិតជាចំណងរបស់បេដារបស់អញហើយហនុមានថាថ្វាយបង្គំមិនមែនចំណងបេដារបស់ព្រះអង្គម្ចាស់ទេក្រាបទូលកំតិចកំទីពីរអ្នកនៅក្នុងព្រៃក្រាបទូលវាចងទូលបង្គំស្រ័យឲ្យទូលបង្គំភ្លាមទៅព្រះរាមលាន់បន្ទូលថាណែកុំហៅឪពុកអញថាកំតិចកំទីនោះបើឯងខូចសម្បើមណាស់
ទៅថ្វាយបង្គំសំពះឲ្យលោកស្រាយវិញទៅព្រះរាមមិនព្រមស្រាយទេពេលនោះហនុមានហោះវឹងលឿនប្រកបសម្ដៅមកប្របាទទូសរថបិតារបស់ព្រះរាមដល់មកភ្លាមប្រណម្យថាក្រាបទូលព្រះកូរណាស្រាយឲ្យទូលព្រះបង្គំមួយផ្លែតប្របាទទូសរថតទៅទ្រង់បានលាន់បន្ទូលថាទេយើងស្រាយឯណាបានបាហនុមានអើយណែក្រុងហនុមានចំណងនេះជាចំណងម្ចាស់ឯងហើយចំណងព្រះរាមកូនរបស់អញហើយល្មិចក៏ឯងមិនឲ្យម្ចាស់ឯងស្រាយទៅហនុមានឆ្លើយថាថ្វាយបង្គំមិនមែនចំណងម្ចាស់ទូព្រះបង្គំទេក្រាបទូលចំណងនេះជាចំណងកុមារទាំងពីរនៅក្នុងព្រៃកំតិចកំទីសម្បល់ថ្លោកនោះក្រាបទូលពេលនោះព្រះបាទទូសរថថាណែទៅអង្វរគេវិញទៅអញដឹងហើយចំណងកូនរបស់អញទេព្រះបាទទូសរថលោកក៏មិនព្រមស្រាយហនុមានឡើងផាយហោះចេញមកវិញធ្លោហួសនគរសម្ដៅមករកព្រៃប្រឹក្សាក្រឡេកឃើញអាចេនីចុះសម្ដៅព្រោះរៀមប្រលាក់តោតឃើញលាន់បន្ទូលថាអីនោះអាស្វាមកវិញហើយមិនហាយទាញដាច់ហីហនុមានថាណាហើយដោយសារតែចងដៃទេហាបើចងចង្កេះពង្រីកខ្លួនទៅធំអញចេះដាច់ព្រោះឥឡូវហើយរៀមប្រលាក់ឆ្លើយថាបើអញចឹងអនុជប្អូនឯងទៅបោចវត្តឯកមកចងចង្កេះសណ្ដោងកន្ទុយនៅសេះអាពាជីឲ្យវាអូសទៅឲ្យលោកតាបានទៅជប់ប្រលាក់ទៅបោចវត្តឯកមកចងចង្កេះបន្តោងនឹងកន្ទុយសេះហោះប៉ើងដោយខ្លែងកុមារទាំងពីរជិះលើអសុភាមុខមួយក្រោយមួយវាយសេះឲ្យហោះគ្មានប្រណីពេលនោះទៅពេលនោះហនុមានគាត់បានលីភ្នំ3ដណ្ដប់អាខោលីមកវាមិនធ្ងន់ពេលនឹងចាញ់បារមីព្រះមានបុណ្យតោងអីវាមិនជាប់ទន់ជើងទន់ដៃតាមអាចេនីទៅតតឹងតតែងតលេងតកេងគ្មានប្រណីដល់អាស្រមឈាមមាត់ឲ្យរហាមលុះកុមារទាំងពីរចុះពីលើអាសុធោះមកដល់ថ្វាយបង្គំឥសីថាលោកតាខ្ញុំព្រះកូរណាថ្វាយបង្គំឥសីលាន់ពុទ្ធដីកាថាស្លាប់ហើយនាំគ្នាទៅលួចសេះគេឯណាមកទៀតហើយរៀមប្រលាក់ថាមិនមែនសេះទេលោកតាអានឹងសត្វអាពាជីទេលោកតាឥសីថាមិនមែនអាពាជីទេវាជាសេះរៀមប្រលាក់ថាទេអាពាជីលោកតាមើលឈ្មោះវានេះអាពាជីឥសីថាអានឹងជាឈ្មោះរបស់វាទេតែជាតិកំណើតកើតជាវាជាសេះប៉ុន្តែគេឲ្យឈ្មោះថាអាពាជីដោយចៅឯងរស់ជាមនុស្សហើយតាដាក់ឈ្មោះឲ្យរៀមប្រលាក់អញ្ចឹងរៀមប្រលាក់ថាអញ្ចឹងទេហ៎លោកតាឥសីថាអញ្ចឹងហើយបានបន្តិចហនុមានបានថ្វាយបង្គំលោកតាឥសីបានលាន់ពុទ្ធដីកាថាមិនក៏ធ្វើបាបអាមានបែកមុខបែកមាត់អស់ទៀតហើយចៅរៀមប្រលាក់លាន់បន្ទូថាអនុជប្អូនឯងឃើញទេលោកតាអត់ស្គាល់ទេសត្វស្វាហៅស្វាអាមានឥសីថាអាមានហ្នឹងគេឲ្យឈ្មោះវាទេនាងសេដាលឺសូម៉ានដូច្នោះនាងក៏ស្ទុះចុះពីសាលាតោតមកឃើញច្បាស់ជាហនុមានលាន់បន្ទូថាបុត្រាមានម្ដាយហេតុអ្វីបានធ្វើបាបបាក្របីបែកមុខបែកមាត់អស់ទៅហើយហនុមានងាកឃើញនាងសេដាលុតជង្គង់ថ្វាយបង្គំម្ចាស់ស្ត្រីហើយត្រូវយ៉ាងម៉េចទៅគំតិចគំទីទាំងពីរព្រះអង្គនឹងក្រាបទូលនាងសេដាថាបរិជ្ជបុត្ររបស់ខ្ញុំបងហនុមានថាអញ្ចឹងហើយបានជាចងទូព្រះបង្គំទូបង្គំឲ្យម្ចាស់ស្រាយមិនហ៊ានស្រាយក្រាបទូលរៀមប្រលាក់លឺភ្លាមសួរសម្ដេចព្រះវររាជនីថាគរស្វាពីរអង្គការក៏មានភាសារុះរាយរាក់ទាក់សម្បើម្លេះនាងសេដាលាន់បន្ទូថារាជបុត្រកូនម្ដាយស្វានឹងហើយជាសេនាឪពុករបស់កូនឯងឪពុកកូនឯងយកទោសមេដាឲ្យស្វានឹងហើយយកម្ដាយមកសម្លាប់ស្វានឹងគេមានចិត្តអាណិតណាស់គេក៏មិនកាប់សម្លាប់បំបោះបងឲ្យម្ដាយមករស់នៅក្នុងព្រៃតាំងពីបុត្រនៅក្នុងផ្ទៃមិនទាន់ប្រសូតម្លេះរៀមប្រលាក់ថាយិះបិតាមានចិត្តសាហាវដល់ប៉ុណ្ណឹងបើអញ្ចឹងទូបង្គំសូមលាទៅសាកសលព្រះវិជានឹងបិតាមើលមួយក្រាំងមើលក្រាបទូលពេលនោះហនុមានថាបើអញ្ចឹងទូបង្គំសូមលាទៅមុនហើយក្រាបទូលរៀមប្រលាក់ថាទេទៅមិនទាន់បានទេហែងចូលមកឲ្យអញចងសិនហនុមានថាថ្វាយបង្គំគុំចងដោយពីដើមក្រាបទូលរៀមប្រលាក់ថាអញចងដោយពីដើមចឹងលុះរៀមប្រលាក់បានទៅបោចស្មៅចិញ្ចៀនមួយសរសៃចងនឹងដៃតាំងស្អេករឹតដៃទៅក្រោយក្របួចស្លាបសេកសែបអាគមផ្លុំដាក់ខូផ្លុំយូរទៅធ្វើរាជសាបិទនឹងចិញ្ចើមហនុមានប៉ាប់និយាយប្រាប់ថាណែហែងទៅបើម្ចាស់ហែងអង្គវរសុំចោះចាញ់ព្រះរាជសារនៅនឹងចិញ្ចើមនឹងបានចំណងហែងរបូតបើម្ចាស់ហែងមិនព្រមចោះចាញ់ព្រះរាជសារនឹងទេចំណងហែងនឹងក៏មិនរបូតដែរបើអញ្ចឹងទៅចុះហនុមានបានលាកុមារទាំងពីរធាក់ដីហោះស្ទុះមកដល់នគរសមរភូមិជ័យខណ្ឌបុរីដែនដីព្រះរាមាចុះដល់ដីហើយឆ្លើយថាក្រាបទូលព្រះកូរណាស្រ័យឲ្យទូលព្រះបង្គំទៅក្រាបទូល
ពេលនោះព្រះរាមទ្រង់បានឆ្លើយថាគ្មាននរណាស្រ័យឲ្យឯងទេហើយហនុមានថាថ្វាយបង្គំគ្មាននរណាស្រ័យឲ្យទេម្ចាស់អាណិតស្រ័យឲ្យទូបង្គំមួយផ្លែតទៅព្រះរាមស្ទុះមកស្រ័យក៏ស្រ័យមិនបានយកប្រាក់ខណ្ឌកាត់ក៏កាត់មិនដាច់អស់ចេះអស់ដំរេះអស់កម្លាំងហត់ខ្លួនខ្លាំងបាហនុមានឆ្លើយថាថ្វាយព្រះបង្គំម្ចាស់តូចមើលចិញ្ចើមទូលព្រះបង្គំទៅក្រាបទូលព្រះរាមងាកទៅមើលចិញ្ចើមហនុមានឃើញថាឲ្យព្រះរាមនឹងចោះចាញ់នឹងពរាជសាបានចំណងរបូតបើមិនចោះចាញ់ទេចំណងនឹងមិនរបូតទេព្រះរាមលាន់បន្ទូលថាចោះចាញ់ក៏ចោះចាញ់ឲ្យតែរបូតចំណងពីដៃបាហនុមានពេលនោះក្នុងជាន់នឹងគ្រាន់តែមានបន្ទូលប៉ុណ្ណឹងចំណងព្រះរាជបុត្រលោករបូតពីដៃហនុមានខ្សាព្រះរាមលាន់បន្ទូលថាសេនាឯកខ្មាំងដែលចងបាឯងនៅកន្លែងណាជូនអញឲ្យឆាប់ប្រញាប់ការទៅចាប់អាចៅឫស្យាមហាខ្មាំងអីក៏ចិត្តខ្លាំងហ៊ានចងសេនាឯកហនុមានថាទូព្រះបង្គំមិនហ៊ានទៅទេក្រាបទូលព្រះរាមថារៀបតបទៅហនុមានថាទូព្រះបង្គំមិនហ៊ានរៀបតបទេអង្គតបាហែងចង់ងាប់ទៅរៀបតបទៅហែងពេលនោះព្រះរាមឆ្លើយថាចុះបាឯងចេញទៅច្បាំងនគរយៈណាធ្វើសង្គ្រាមឯណាធានាខ្លួនទៅតែឯងរួចឥឡូវនេះចេញទៅច្បាំងប៉ុណ្ណឹងមិនក៏មិនហ៊ានរៀបតបហនុមានថាថ្វាយបង្គំមិនហ៊ានរៀបតបទេច្បាំងថ្ងៃណាក៏ដូចច្បាំងថ្ងៃនឹងដែរក្រាបទូលព្រះរាមថាអញ្ចឹងបាឯងមិនទៅទេតោងជូនអញទៅមើលទីកន្លែងដែលគេចងបាឯងនៅកន្លែងឯណាហនុមានបានឆ្លើយថាក្រាបទូលព្រះចេស្តាសម្ដេចព្រះករុណាកុំព្រួយព្រះតីសុគ្រីពបានរៀបតបចេញពីព្រះបូរីហោះទៅដល់ព្រៃព្រះរាជបុត្រកំសាន្តអាត្មាហនុមានឆ្លើយថាកន្លែងនឹងហើយថ្វាយបង្គំដែលកុមារទាំងពីរចងទូលព្រះបង្គំក្រាបទូលព្រះរាមឲ្យសេនាបោចអស់ការរយិញរយោងដោយមេឃប្រឹក្សាឲ្យសង់ព្រះពន្លាជ័យរងចាំមើលអាខ្មាំងឫស្យាដែលចងបាក្របីនឹងនៅកន្លែងនោះទៅលុះព្រឹកព្រៀងរៀងរះព្រះសូរិយាភ្លឺស្រឡះកុមារទាំងពីររៀមព្រះលក្ខនឹងជប់ព្រះលក្ខឯណោះចុះពីសាលាជ័យដឹកអាចេនីថ្វាយបង្គំឥសីមុនីថាលោកតាខ្ញុំព្រះករុណាថ្វាយបង្គំសូមទៅសាកវិជាការនឹងបេដាមើលមួយក្រាំងសិនឥសីលាន់ពុទ្ធដីកាថាយីឈប់មិនបានទេចៅតាមកឲ្យធ្នូសប្រខណ្ឌថ្លាមកតារៀបចំឲ្យរៀមព្រះលក្ខនឹងជប់ព្រះលក្ខរុញធ្នូទៅឲ្យឥសីហើយឆ្លើយថាលោកតាដាក់សិលត្រង់ណាឲ្យដាក់ទៅភងមើលឥសីថាហើយឥសីក៏បានកាន់សមកទាំង8ដើរលើដីសំដៅទៅលើដែនអាស្រមឲ្យធូករៀបចំមានពុទ្ធដីកាឆ្លើយថាណែសព្រំមាសទាំង8បើចៅអញលាសទៅកុំសម្លាប់ឪពុកគេឯណាឲ្យសកើតជាបុប្ផាផ្កាពោធិព្រឹកឬជាផ្កាកម្រងទៅពាក់សង្ក្រងកងកសម្ដេចព្រះរាមាតែឯងធ្វើឲ្យសម្ដេចលោកបែកបាក់ប្រឡាក់ជាតឯងរាល់គ្នាមានទោសហើយណាបើព្រះរាមបាញ់មករាជបុត្រកាណាឲ្យកើតជាភោជនីយអាហារមកឲ្យបុត្រាកុំឲ្យខានឡើយលុះឥសីបានផ្ដាំនឹងសហើយក៏ឥសីចាក់ឋានបើកវារុញច្រានមកឲ្យចៅថាបានហើយនេះយកទៅរៀមប្រលាក់នឹងជប់ប្រលាក់ទៅទទួលបានមួយម្នាក់ហើយឆ្លើយថានឹងអាភូមិបានឲ្យលោកតាឥសីថាអាភូមិបានហើយយកទៅបានកុមារទាំងពីរឡើងជិះលើអាចេនីហោះមកសំដៅព្រៃធ្លាប់លេងតាមធម្មតាដល់មកកន្លែងដែលលោកក្រងផ្កាឃើញទ័ពបេដានៅឲ្យពេញរៀមប្រលាក់បន្ទាបអាចេនីមកវិញចៅនេត្រារំពេឃើញច្បាស់ជាព្រះវរកុមារទាញធ្នូសជ័យបាញ់ពីលើខ្នងអាចេនីយកជ័យមកក្រាំងហនុមានឆ្លើយថាណឮសូរក្រាំងហើយក្រាបទូលព្រះរាមថាឮសូរតែក្រាំងប៉ុន្តែមិនដឹងវាមកពីទិសណាបន្តិចលិចការបុប្ផាប្រកិនកង់រាជរថវិលមកពីនាយឲ្យតតាក់ដល់ចំប្រភៈសម្ដេចព្រះរាមភូមិព្រះរាមដួលដាំដូងតាមផ្កានោះទៅលុះព្រះរាមដឹងស្មារតីឃើញរាជបុត្រគង់លើអាចេនីចក្រៃទាញធ្នូបាញ់តនឹងបុត្រវិញក្រាំងតមញ្ញាងទៅកើតជាអាហារប្រជជនភោកដាមុខអាចេនីមកកំភ្លុះរាមប្រលាក់បាញ់សទៀតផឹងសមកកើតជាផ្កាកម្រងពាក់កព្រះរាមឲ្យស្រោចព្រះរាមចាប់បោយផ្កាកម្រងនោះចោលអស់បាញ់ថែមមួយទៀតបន្លោះដាក់បុត្រមួយទៀតឆាំងសម៉ាំងទៅកើតជានំចំណីនៅមុខអាចេនីមកកំភ្លុះហនុមានលាន់មាត់ថាឯនោះមិនល្មមខាងណាមាននំអន្សមមុខអញទៅខាងហ្នឹងហើយលុះ
ហនុមានគាត់ដើរវៀងទាត់ព្រះរាមដើរដល់ព្រះរាជកុមារទាំងពីរភ្លាមថាក្រាបទូលម្ចាស់កំតិចកំទីទាំងពីរព្រះអង្គព្រះរាមទ្រង់បានចោលប្រណេតឃើញហនុមាននៅឯនឹងឆ្លើយថាកងទ័ពដាក់អាវុធយើងឈប់ប្រយុទ្ធកុមារនៅក្នុងព្រៃប្រយុទ្ធគ្នាយូរទៅគួរឲ្យសង្ស័យរួយជើងរួយដៃអស់កម្លាំងហេវហត់ខ្លួនខ្លាំងដោយខ្លួនវាបាញ់មកអញកើតជាបុប្ផាសទៅវាកាលណាកើតជាចំណៃបើអញ្ចឹងដាក់សសិនចុះទៅសួរឲ្យដឹងសេចក្តីកុមារក្នុងព្រៃហេតុអ្វីក៏អញ្ចឹងលុះព្រះរាមដាក់សស្រេចសុគ្រីពចងសមកបាច់លីតាមព្រះចក្រីលុះដល់ព្រះរាមឆ្លើយថាកុមារទាំងពីរបាឯងនៅនគរណាមេត្តាបិតាឯងឈ្មោះអីរាមប្រលាក់បានឆ្លើយថាមេត្តាឈ្មោះមេត្តាបិតាឈ្មោះបិតាអញ្ចឹងនគរនៅឯណានៅឯនឹងហើយក្រាបទូលស្រេចហើយម្ចាស់ឆ្លើយតែមកបាច់នេះចាស់ខ្ញុំអស់ពាក្យលែងសួរហើយក្រាបទូលព្រះរាមឆ្លើយថាម៉េចបាឯងដឹងល្មិចដែរហនុមានថាដឹងល្មិចដឹងខាងនឹងក៏ដូចខាងនឹងដែរក្រាបទូលព្រះរាមចេះតែសួរញយរាមប្រលាក់លោកឆ្លើយប្រាប់បិតាថាក្រាបទូលបិតាទូលបង្គំឈ្មោះព្រះរាមមេត្តាឈ្មោះនាងសេដាព្រះរាមលាន់បន្ទូលថាណែបាហនុមានអញឲ្យឯងយកនាងសេដាទៅសម្លាប់ហើយហនុមានថាសម្លាប់អីបើខុសតែម្ដងខុស4 5ដងគេមិនទាន់សម្លាប់ផងក្រាបទូលព្រះរាមថាចុះហែងយកថ្លើមអីពីណាយកមកឲ្យអញហនុមានថាទូលព្រះបង្គំទូលថាថ្លើមឆ្កែប្រកាសឲ្យក្រាបទូលព្រះរាមថាអញស្មានតែហែងថាតាមអញហនុមានថាទេទូលព្រះបង្គំមិនមែនថាតាមម្ចាស់ទេគឺទូបង្គំទូពុតជាថ្លើមឆ្កែចឹងមែនក្រាបទូលពេលនោះព្រះរាមថាបើអញ្ចឹងព្រះរាជបុត្រាឪពុកដឹងថាអ្នកជាកូនហើយបើអញ្ចឹងកូនកុំទៅណាកូនរៀបចំដំណើរទៅនឹងបិតាក្នុងបុរីឪពុកប្រគល់ឲ្យសមរភូមិជ័យឲ្យតែបុត្រថ្លៃអ្នកសុខចិត្តទៅរាមប្រលាក់ថាទូព្រះបង្គំមិនទៅទេព្រះរាមថាបើអញ្ចឹងដេញចាប់កនយើងកងទ័ពពាត់ចាប់ឲ្យបានលុះសេនាព្រះរាមឡោមពាត់ព្រះរាជបុត្រឲ្យជុំចិត្តព្រះរាមស្ទុះរឹតឲ្យព្រះរាជបុត្រផ្លាប់រាមប្រលាក់ចាប់ដៃឪពុកវ៉ាប្រែក្រឡាខ្សលរលាយរូបទៅជាខ្យល់បាត់រូបឈឹងព្រះរាមអោបដៃនឹងទៅទេបានបន្តិចឃើញរត់ឆ្មេនៅឯមុខឯណោះទៀតចំណែកព្រះលក្សរត់ទៅអោបក្មួយម្នាក់ជប់ព្រះលក្សឯណោះផ្លាប់ជប់ព្រះលក្សប្រែក្រឡាប្រញាប់ត្រែងអភិខ្លួនជាផ្សែងហុយឲ្យត្រកូលព្រះរាមចាប់មួយទៅជាខ្យល់ចាប់មួយទៅជាផ្សែងដេញចាប់ព្រះរាជបុត្រឯងពុំបានសោះឡើយលុះទៅព្រះរាមចាប់សព្រមាសផ្សងសច្ចាថាបើសិនបាញ់ទៅព្រះរាជបុត្រកាលណាឲ្យកើតសំណាញ់ដកខ្យល់ក្រុងព្រះរាជបុត្រឲ្យដល់កុំឲ្យចេញរួចលុះព្រះរាមលើកសព្រមាសឲ្យសច្ចាថ្លែងផាំងសម៉ាំងមកកើតជាសំណាញ់ដកខ្យល់ក្រុងព្រះរាជបុត្រទាំងពីរក្រឹបជប់ព្រះលក្សស្ទុះវឹបអភិខ្លួនជ្រែងទៅជាផ្សែងចេញតាមក្រហែងសំណាញ់ទៅហុយធ្លងចំណែករាមព្រះលក្សអភិខ្លួនតែម្នាក់ទៅជាខ្យល់ទោះមកដល់សំណាញ់ដកខ្យល់ព្រះអង្គកិច្ចមិនរួចសំណាញ់នឹងគួចយកទៅថ្វាយព្រះរាមផ្លាប់ព្រះរាមសម្ដេចចាប់ព្រះរាជបុត្រាថាកូនឯងសុខចិត្តទៅនៅនឹងបិតាបានទៅបិតាយករក្សាសមរភូមិជ័យរាមប្រលាក់ថាទូព្រះបង្គំមិនទៅទេលែងទៅទូព្រះបង្គំរត់ទៅព្រៃនឹកលោកតានឹកព្រះមេត្តានៅនឹងព្រៃខ្លាំងណាស់ព្រះរាមឆ្លើយថាមិនលែងត្រូវតែកូនឯងទៅនៅនឹងបិតារាមប្រលាក់ជជែកប្រកែកមិនព្រមទៅទាល់តែសោះពេលនោះព្រះរាមថាបើអញ្ចឹងចាប់ទាំងសំណាញ់ខ្លាំងអាណែកបញ្ចូលទ្រង់ដៃសែងទៅនគរព្រះរាមធ្វើបាបព្រះរាជបុត្រព្រះអង្គបញ្ចូលទៅក្នុងទ្រង់ដៃឲ្យសេនាសែងមកដល់នគរព្រះរាមឆ្លើយថាកងទ័ពសេនាទៅលួងលោមព្រះរាជបុត្រអញបើកាលណាល្មមព្រមនៅអាស្រ័យព្រះបុរីសឹមយើងលែងឲ្យដើរក្នុងសមរភូមិជ័យបើវាមិនព្រមនៅទេចេះតែលួងលោមវាឲ្យរាល់វេលាទៅសេនាព្រះរាមទាំងប៉ុន្មានមកលួងលោមរាមព្រះលក្សទឹកភ្នែកលោកស្រស់ស្រាក់លោកនឹកព្រះមេត្តាចំណែកឯជប់ប្រលាក់លោករួចតែម្នាក់ពីសំណាញ់កាលណាចេញឆ្លាពេលនោះជិះលើអសុធាហោះតម្រង់មកអាស្រមឥសីមកដល់ចោះដីថ្វាយបង្គំឥសីហើយទ្រង់សោយកន្សែងថាលោកតាខ្ញុំព្រះករុណាថ្វាយបង្គំនាងសេដាលើសូរជប់ប្រលាក់ស្ដេចយមចៅនេត្រាឃើញបុត្របាត់មួយមកមួយលាន់ព្រះបន្ទូលថាស្លាប់ហើយមុខតែបិតាវាសម្លាប់ព្រះរាជបុត្រានឹងហើយបានតែឃើញបុត្រមកតែកូនជប់យ៉ាងដូចឆ្នោតព
ពេលនោះនាងសេដាក៏ទ្រង់ស្ទុះមកដល់តាឥសីយំននាផ្ទាល់ដោយដីអសូរព្រះរាជបុត្រាឥសីឃើញនាងសេដាទំនួញខ្លាំងពេកឥសីបានឆ្លើយថាសេដាចៅតាអើយគុំសង្រេងខ្លាំងពេកឥសីបានឡើងទៅលើអាស្រមអុជធូបរៀបចំអង្គុយយិតប៉ៅងាកទៅឃើញចៅកំពុងតែជាប់ទ្រង់ដែកឥសីបានលាន់ពុទ្ធដីកាថាណែសេដាចៅតានាងកុំយំចាំតារៀបចំយកបុត្រមកវិញឲ្យចៅឲ្យបានណាឥសីយកថ្នាំទឹកដាក់ម្ដបហើយឆ្លើយថាណែជប់ប្រលាក់ចៅតាចៅឯងយកថ្នាំទឹកទីតីយកទៅម្ដបទៅណាហើយជិះអសុភាហោះទៅដល់ថ្វាយបង្គំលោកឪពុកចៅឯងព្រះរាមថាទូព្រះបង្គំសុខចិត្តនៅនឹងបេដាហើយព្រះរាមឲ្យចៅឯងដើរទៅឃើញបងឯងជាប់ទ្រង់ដែកយកទឹកទីតីក្រវីឲ្យបាក់បែកបើទ្រង់នឹងវារហែកនាំគ្នារត់មកវិញមកបានទៅជួបប្រលាក់ទទួលបានថ្នាំទឹកចុះបាត់ពីប្រភៈតាឥសីជិះលើអសុភាហោះឆ្លងព្រៃមកដល់នគរព្រះចក្រីលោកចុះព្រោះពេលនោះព្រះរាមតោតឃើញលាន់ព្រះបន្ទូលថាអីនោះចាប់បងវាបានប្អូនវាទៅឯណារួចដើរចូលព្រះសីមាមកវិញនឹងឯងជប់ប្រលាក់ឆ្លើយថាថ្វាយបង្គំព្រះបិតាខ្ញុំព្រះកូរណាសូមនៅនឹងព្រះបិតាមួយជីវិតហើយបាត់ខ្ញុំមានគំនិតអាល័យព្រះរាមបងខ្លាំងណាស់ព្រះរាមលាន់បន្ទូលថាបើអញ្ចឹងកូនឯងទៅអង្វរកូនបងឯងទៅឲ្យនៅនឹងចៅក្នុងព្រះសីមាជប់ប្រលាក់ឮអញ្ចឹងដឹកអសុភាទៅឆ្លាទៅដល់ឃើញរាមប្រលាក់កំពុងសោកការក្នុងទ្រង់ដែកជប់ប្រលាក់យកទឹកទីតីក្រវីហែកបាក់ទ្រង់ដែកចេញមកព្រិចមុខមួយក្រោយមួយជិះលើអសុភាដោយគេពួយហោះផ្លោចេញមកវិញធ្លោបាទសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាយល់យ៉ាងម៉េចដែរនៅពេលដែលបានស្ដាប់រឿងរ៉ាវទាំងអស់នេះតាំងពីដើមរហូតដល់ចប់បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជាពេញចិត្តជាមិនខានហើយប្រសិនបើមានការខុសឆ្គងនៅកន្លែងណាមួយនៅពាក្យពេចន៍អសុរោះសូមបងប្អូនទាំងអស់មេត្តាខន្តីអភ័យទោសផងបាទដើម្បីលើកកម្លាំងចិត្តដល់ក្រុមការងាររបស់ខ្ញុំបាទសូមបងប្អូនជួយចុច like ចុច subscribe ហើយនិងចុចរូបកណ្ដឹងផងជាពិសេសកុំភ្លេច share មួយផងណាបាទដើម្បីទទួលបាននៅរឿង clip វីដេអូថ្មីៗបាទសូមអរគុណនិងអរព្រះគុណ